tay dương ở cha của dương ban bằng cao mà nông bần nẹ màu tiền nó bây để dương để ra sụt tray nó bây để cọt po con men là róm tha con men cái đây sóc hay con chi mà nông để ở cha mình nấu để cao tranh bị cọt á bạn xôm cờ rục chấm điệp súa lục nẹ từng ở khía xôm sva cống bạc cán cô chỉ vật podcast chỉ tí gần lại sầm ráp chai đồng lễ sau cái việc lời chất luôn ái nâng cừu xà nước mai đi đá chuột cho mùi nhầm bán bạch vẽ sét nâng lục sấy han bột thì bà xôm chấm điệp súa bà ngày đi đá nhom miên bạch thiên nọ bọt để chọn ao nẹ cừu với cả chai đồng lễ tệ tôn cho mùi nâng cô chỉ vật bà chẳng sầm đẹp sầm nô tìm mối đặt nhom chọn ao nẹ cừu thôi cả bọ sấy hay là quấy ban chia mình đâu sầm rải chất nó nông ca miền đại cô rồi có riệp cà chào con chán đó là cừu về sét hay sầm nô là men tên chẳng hay ấy ban mình nô pin nhé sầm rải chất chạ tranh bị phep nơi lưu riêng luônហើយមកជ្រើសរើសគ្នាជាគូជីវិតហើយរៀបការជាមួយគ្នាបាទសិនជាយើងគិតទៅវាជាធម្មជាតិរបស់មនុស្សដែលមនុស្សម្នាក់កើតមកត្រូវការស្នេហាអាហ្នឹងបើសិនជាយើងនិយាយអំពីទ្រឹស្ដីចិត្តវិទ្យាយើងរៀនទាំងអស់គ្នាអំពីលោកអេរិកសាន់ដែលនិយាយពីតម្រូវការរបស់មនុស្សបាទអញ្ចឹងតម្រូវការមូលដ្ឋានរបស់មនុស្សគឺសេចក្តីស្រឡាញ់សុវត្ថិភាពហើយបើសិនជាយើងមើលទៅដំណាក់កាលទី1នៃការលូតលាស់ផ្លូវចិត្តរបស់ទារកក្រោមអាយុ18ខែគឺអ្វីដែលគាត់ត្រូវការគឺតម្រូវការសុវត្ថិភាពហើយនឹងក្តីស្រឡាញ់កាលណាគាត់កើតមានន័យថាសភាវគតិរបស់ទារកហ្នឹងកើតមកគឺត្រូវការក្តីស្រឡាញ់សុវត្ថិភាពនិងការថ្នាក់ថ្នមអញ្ចឹងគឺទារកមានន័យថាមនុស្សយើងគ្រប់រូបកើតមកជាទារកហ្នឹងក្រោម18ឆ្នាំហ្នឹងគឺមានសេចក្តីស្នេហាហើយអញ្ចឹងស្នេហាដំបូងរបស់យើងជាអ្នកណាគេស្នេហាដំបូងរបស់យើងហ្នឹងគឺជាម្ដាយចាជាម្ដាយបន្ទាប់មកជាឪពុកចាអញ្ចឹងស្នេហាដំបូងជាម្ដាយបើសិនជាមានន័យថាទារកហ្នឹងនៅក្នុងបើសិនជាគាត់នៅក្នុងផ្ទៃរបស់ម្ដាយនិយាយទៅគាត់ត្រូវការសេចក្តីស្នេហាតាំងពីនៅក្នុងផ្ទៃរបស់ម្ដាយម៉េចបើសិនជាម្ដាយដែលគាត់មានផ្ទៃពោះគាត់ផ្ដល់ភាពកក់ក្ដៅផ្ដល់សុវត្ថិភាពផ្ដល់ស្នេហាឲ្យអញ្ចឹងកូនទារកហ្នឹងពេលកើតមកគាត់ឃើញពិភពលោកហ្នឹងគឺវាពោពេញដោយក្តីស្រឡាញ់និងសុវត្ថិភាពបើយើងនិយាយអំពីសភាវគតិរបស់មនុស្សបើយើងនិយាយអំពីទារកកើតមកមានសភាវគតិស្វែងរកសុវត្ថិភាពហើយនឹងភាពកក់ក្ដៅសម្រាប់ខ្លួនឯងគាត់អត់មានវិចារណញ្ញាណឬក៏អត់មានការគិតការពិចារណាប៉ុន្តែញាណរបស់គាត់កើតមកគាត់ដឹងថាមនុស្សណាផ្ដល់សុវត្ថិភាពឲ្យគាត់មនុស្សណាដែលមិនផ្ដល់សុវត្ថិភាពឲ្យគាត់នៅពេលដែលគាត់កើតមកបើសិនជាម្ដាយគាត់ពោគាត់ដោយថ្នាក់ថ្នមគាត់ទទួលបានអារម្មណ៍មួយថាអូសុវត្ថិភាពហើយកក់ក្ដៅហើយទទួលបានក្តីស្រឡាញ់ហើយបើសិនជាមនុស្សចាស់ដែលធ្លាប់មានកូនឬក៏ធ្លាប់ថែទាំទារកនៅពេលដែលគាត់ទៅពោគាត់ស្ងាត់តែគាត់ដឹងហើយគាត់អត់ទាន់បានកំណត់ឬវិភាគថាបុគ្គលនោះជាអ្នកណាជាឪពុកជាម្ដាយជាសាច់ញាតិជាអ្នកណាគាត់អត់ដឹងទេប៉ុន្តែគាត់ទទួលបានអារម្មណ៍ថាសុវត្ថិភាពហើយនឹងផ្ដល់ភាពកក់ក្ដៅឲ្យគាត់ស្ងាត់ប៉ុន្តែបើសិនជាដៃអ្នកណាដែលអត់ធ្លាប់មានកូនឬក៏ទៅប៉ះគាត់ទទួលញាតិគាត់ទទួលដឹងថាអូអត់សុវត្ថិភាពអត់មានភាពកក់ក្ដៅអញ្ចឹងធ្វើឲ្យគាត់មានអារម្មណ៍ភ័យហើយយំអញ្ចឹងបើយើងនិយាយទៅធម្មជាតិនៃមនុស្សយើងគឺតាំងពីយើងកើតមកម្លេះត្រូវការស្នេហាត្រូវការក្តីស្រឡាញ់ត្រូវការភាពកក់ក្ដៅទាំងខ្លួនឯងមិនដឹងថាអ្នកណាល្អឬអ្នកណាមិនល្អផងយើងមិនដឹងទេអញ្ចឹងហើយបានមនុស្សយើងម្នាក់មានន័យថាពេលទារកគាត់ត្រូវការនៅពេលដែលគាត់ចាប់ផ្ដើមពេញវ័យមានការគិតមានវិចារណញ្ញាណមានអីត្រឹមត្រូវហ្នឹងគាត់ចាប់ផ្ដើមចេះតំណតំណងជាមួយមិត្តភ័ក្តិឬក៏មនុស្សជាច្រើនធ្វើឲ្យអាសេចក្តីស្នេហាដំបូងជាមួយនឹងម្ដាយជាមួយនឹងឪពុកគាត់ហ្នឹងចាប់ផ្ដើមរសាយបន្តិចម្ដងប៉ុន្តែតម្រូវការស្នេហាហ្នឹងនៅតែមាននៅពេលដែលគាត់ពេញវ័យមានឯករាជ្យមានម្ចាស់ការខ្លួនឯងហើយគាត់អាយុ18ហើយគាត់បានចាក់ចេញពីមានន័យថាចាក់ចេញពីការខំក្រងពីឪពុកពីម្ដាយណាទោះនៅផ្ទះជាមួយឪពុកម្ដាយឬក៏លេងនៅផ្ទះជាមួយឪពុកម្ដាយក៏ដោយប៉ុន្តែគាត់មានសេរីភាពហើយហេតុអីបានជាគាត់
កំពុងតែមានសេរីភាពហ្នឹងគាត់ទៅចាប់យកជីវិតមួយដែលមានគូហើយដល់ពេលដែលគាត់មានគូនឹងគ្នាគាត់ត្រូវបាត់បង់សេរីភាពខ្លះហើយគាត់ត្រូវមានគ្នាពីរនាក់ដើម្បីគិតដើម្បីពិភាក្សាគ្នាអញ្ចឹងហើយគាត់ជ្រើសរើសទៅមានគូដោយសារអីដោយសារធម្មជាតិនៃមនុស្សរបស់យើងហ្នឹងវាអត់អាចអត់សេចក្តីស្នេហាបាននៅពេលដែលគាត់ធំនៅពេលដែលគាត់ពេញវ័យហើយគាត់ចាប់ផ្ដើមមានសេចក្តីស្នេហាជាមួយនឹងមនុស្សវ័យសម័យគ្នាឬហៅថាមនុស្សពេញវ័យដូចគ្នាអញ្ចឹងវាជាតម្រូវការធម្មជាតិហើយគាត់ក៏ចាប់ផ្ដើមមានស្នេហាហើយក៏ស្រឡាញ់គ្នានឹងជ្រើសរើសរៀបការអានឹងជាតម្រូវការធម្មជាតិមួយទៀតដោយសារមនុស្សយើងមានការគិតការពិចារណាគិតថាចង់បន្តពូជពង្សឧទាហរណ៍ថាដូចយើងជាខ្មែរអញ្ចឹងយើងចង់ឃើញខ្មែរយើងមានអ្នកបន្តពូជពង្សនិងថែរក្សាទ្រព្យសម្បត្តិឬក៏ថែរក្សាវប្បធម៌ថែរក្សាទឹកដីបើយើងអត់ចាប់ដើមបង្កើតជាគ្រួសារឬក៏បង្កើតកូនមកយើងមិនបាត់ពូជពង្សវង្សតកូលយើងជាខ្មែរអញ្ចឹងគាត់ចង់បង្កើតពូជពង្សវង្សតកូលនឹងមកឬក៏ជាតិជាមនុស្សយើងហ្នឹងចង់បង្កើតធនធានពីព្រោះអីនៅពេលដែលយើងបង្កើតមានន័យថាយើងជាមនុស្សប៉ុន្តែយើងអស្ចារ្យព្រោះយើងបានបង្កើតមនុស្សម្នាក់មកទៀតណានៅពេលដែលយើងដោយសារស្ត្រីនៅពេលដែលគាត់ពោះគាត់មានអារម្មណ៍ថាគាត់មានក្តីសុខហើយគាត់ជាមនុស្សដែលអស្ចារ្យពេលមនុស្សដែលកើតចេញពីគាត់ណាអញ្ចឹងគាត់អស្ចារ្យមែនតើហើយពេលដែលមនុស្សនឹងធំបន្តិចម្ដងអារម្មណ៍គាត់ថានោះគឺកើតចេញពីយើងហើយមនុស្សយើងត្រូវការអារម្មណ៍មោទនភាពត្រូវការអារម្មណ៍អស្ចារ្យអញ្ចឹងនៅពេលដែលគាត់បានចិញ្ចឹមបីបាច់ថែរក្សាឲ្យខ្លាយជាធនធានដ៏ល្អគាត់ក៏នៅតែមានមោទនភាពថាគាត់បង្កើតមនុស្សដែលអស្ចារ្យហើយល្អជាងគាត់ហើយគំនិតរបស់ឪពុកម្ដាយគ្រប់រូបត្បិតតែខ្លួនឯងនៅក្នុងឋានៈនឹងឬមានទ្រព្យសម្បត្តិប៉ុណ្ណឹងចំណេះប៉ុណ្ណឹងគឺមនុស្សយើងតែងតែមានផ្នត់គំនិតថាយើងនឹងបង្កើតមនុស្សម្នាក់មកដើម្បីឲ្យល្អជាងយើងអានឹងជាក្តីប្រាថ្នារបស់មនុស្សដែលមនុស្សយើងអត់អាចនៅតែដដែលគឺមនុស្សមានគំនិតមួយឬក៏គាត់មិនមានអារម្មណ៍ថាមានក្តីសុខបើសិនជាគាត់នៅតែដដែលអញ្ចឹងមានន័យថានៅស្រូនដដែលហ្នឹងអញ្ចឹងមនុស្សយើងមានក្តីសុខក្នុងការដែលផ្លាស់ប្ដូរយើងនៅពេលដែលយើងផ្លាស់ប្ដូរមានថាយើងផ្លាស់ប្ដូរពីកុមារមកមនុស្សពេញវ័យពីនៅលាវហើយបន្ទាប់មកទៅរៀបការអាហ្នឹងវាជាសេចក្តីសុខរបស់មនុស្សយើងទោះទាំងដឹងថានៅពេលដែលរៀបការហើយយើងមានការទទួលខុសត្រូវធំអីខ្លះប៉ុន្តែគឺជាសេចក្តីសុខហើយយើងនៅពេលខ្លាយជាអ្នកមានគ្រួសារហើយនៅតែពីរនេះអត់ចង់ទេចង់បង្កើតកូនមកទាំងដឹងថាការដែលបង្កើតកូនមកនឹងទទួលខុសត្រូវអីខ្លះហើយបង្កើតកូនហើយមានបំណងចង់ឲ្យកូនរៀបការបន្តទៀតចាហ្នឹងគឺជាហេតុផលដែលមនុស្សយើងចាក់ចេញពីភាពនៅលីវទៅជ្រើសរើសជីវិតអាពេលពីពីដូចខ្មែរយើងនិយាយថាវាលវត្តសង្សារណាវាជាតម្រូវការផ្លូវចិត្តការគិតការពិចារណាចង់ឃើញមនុស្សដែលកើតចេញពីយើងមកឬក៏មនុស្សយើងចង់ផ្លាស់ប្ដូរជីវិតខ្លួនឯង